អូខេសួស្តីអ្នកគ្នាស្វាគមន៍មកកាន់វីដេអូថ្មីទៀតហើយនៅក្នុងថ្ងៃនេះគឺយើងនិយាយគ្នាអំពីតកតងជាមួយទៅនឹង abdominal pain អូ spasm ការឈឺចុកចាប់នៅខាងក្នុងពោះការឈឺចាប់នៅខាងក្នុងពោះអាចកើតឡើងឈឺចុកចាប់តិចៗរហូតទៅដល់ខ្លាំងធ្ងន់ធ្ងរផងដែរហើយបន្តិចនេះយើងនឹងនិយាយអំពីការឈឺចុកចាប់នៅខាងក្នុងពោះថាតើវាបណ្ដាលមកពីមូលហេតុអ្វីហើយការឈឺនោះវាមានលក្ខណៈបែបណាទី1ប្រភេទឬក៏លក្ខណៈដែលឈឺនៅក្នុងពោះគេទៅបានបែងចែកទៅជា5គឺ generalized pain អ្នកជំងឺមានអារម្មណ៍ថាឈឺចុកចាប់នៅពេញពោះតែម្ដងហើយហេតុការណ៍នេះអាចបណ្ដាលមកពីខ្យល់មានច្រើននៅខាងក្នុងពោះវៀនដោយសារតែការញ៉ាំចំណីអាហារមិនរំលាយអាហារបានល្អឬក៏មានការបង្ករោគពីពពុះមេរោគវីរុសជាដើម localized pain គឺជាការឈឺចុកចាប់នៅក្នុងពោះដោយកន្លែងដែលអាចកើតមកពីការរលាកផ្នែកពោះវៀនឬក៏មានបញ្ហានៅថង់ប្រមាថ Creme-like pain រមូលចុកនៅក្នុងពោះធម្មតាបណ្ដាលមកពីខ្យល់នៅខាងក្នុងពោះច្រើនហើមពោះឬក៏មានការរាគរូសជាដើម Colic pain ឈឺចាក់នៅខាងក្នុងពោះខ្លាំងហើយពេលខ្លះអ្នកជំងឺក្អួតភាគច្រើនបណ្ដាលមកពីគ្រោះនៅក្នុងតម្រងនោមឬក៏គ្រោះនៅថង់ទឹកប្រមាត់ចំណុចចុងក្រោយវិញគឺ shape stabbing pain ឈឺចុកខ្លាំងនៅទីតាំងណាមួយច្បាស់លាស់អាចបណ្ដាលមកពីការរលាកផ្នែកពោះវៀនឬក៏មានធ្លាយសរីរាង្គណាមួយនៅខាងក្នុងពោះ5ចំណុចនេះគឺតាក់ទងជាមួយទៅនឹងការឈឺចុកចាប់នៅខាងក្នុងពោះអញ្ចឹងយើងចូលមកដល់ចំណុចមួយទៀតគឺចំណុចទី2គឺតាក់ទងជាមួយទៅនឹងមូលហេតុចម្បងដែលនាំឲ្យមានការឈឺចុកចាប់នៅខាងក្នុងពោះយើងចង់ដឹងថាតើការឈឺចុកចាប់នៅខាងក្នុងពោះនេះវាបណ្ដាលមកពីបញ្ហាមូលហេតុអ្វីខ្លះយើងតាមដានបន្តទៀតទីមួយគឺតាក់ទងជាមួយទៅនឹងប្រព័ន្ធរំលាយអាហារតែម្ដងដោយសារតែមានហ្គាសនិងការមិនរំលាយអាហារបានល្អធ្វើឲ្យពោះចាប់ផ្ដើមប៉ោងហើយមានការឈឺចុកចាប់ចំណុចមួយទៀតគឺតាក់ទងជាមួយទៅនឹងវីរុសរលាកក្រពះក្នុងពោះវៀនឬក៏បាក់តេរីដែលបង្កឲ្យទៅជាមានការរាគឬក៏ទល់លាមកពេលខ្លះអាចបណ្ដាលឲ្យមានការចង់ក្អួតឬក៏ឈឺចុកចាប់នៅក្នុងពោះចំណុចបន្តមកទៀតគឺតាក់ទងជាមួយនឹង irritable bowel syndrome នេះគឺតាក់ទងជាមួយទៅនឹងការឈឺចុកចាប់រ៉ាំរ៉ៃមែនទែននៅខាងក្នុងពោះដោយអាចឲ្យអ្នកជំងឺហើមពោះរាគឬក៏មានការទល់លាមកផងដែរចំណុចបន្តមកទៀតគឺតាក់ទងជាមួយទៅនឹង constipationលាមករបស់អ្នកជំងឺគឺចាប់ផ្ដើមរឹងខ្លាំងដែលបណ្ដាលឲ្យឈឺខ្លាំងមែនទែននៅខាងក្រោមនៃផ្នែកពោះចំណុចចុងក្រោយនៅក្នុងបញ្ហាប្រព័ន្ធរំលាយអាហារនេះគឺតាក់ទងជាមួយទៅនឹងចំណីអាហារដែលអ្នកខ្លះគាត់មិនត្រូវជាមួយនឹងពពួកឡាតូសឬក៏ក្លូទីនដែលនៅពេលដែលញ៉ាំចំណីអាហារចូលទៅចាប់ផ្ដើមធ្វើឲ្យមានការឈឺចុកចាប់នៅខាងក្នុងពោះហើយហើមតែម្ដងបន្ទាប់ពីញ៉ាំចំណីអាហារទាំងអស់នោះចំណុចទី2គឺបណ្ដាលមកពីបញ្ហាក្រពះពោះវៀនធ្ងន់ធ្ងរអញ្ចឹងបើសិនជាអ្នកជំងឺដែលគាត់មានការរលាកផ្នែកពោះវៀន appendicitis គឺជាការឈឺចាប់នៅជុំវិញផ្សិតហើយបណ្ដាលបន្តចុះមកផ្នែកខាងក្រោមនៃខាងស្ដាំអញ្ចឹងអ្នកជំងឺអាចឈឺចុកខ្លាំងមែនទែនពេលខ្លះអាចឲ្យក្អួតនិងមានការក្តៅខ្លួនមកជាមួយទី2គឺជាការរលាកលំពេងការរលាកលំពេងនេះគឺឈឺចុកចាប់ខ្លាំងនៅផ្នែកពោះខាងលើហើយគឺចាក់មកខាងក្នុងទី3គឺការស្ទះពោះវៀន bowel obstruction គឺឈឺចុកខ្លាំងក្អួតហើយពិបាកបត់ជើងធំឬក៏មានខ្យល់នៅខាងក្នុងពោះច្រើនចំណុចទី3គឺបញ្ហានៅប្រព័ន្ធប្រដាប់បន្តពូជសម្រាប់ស្ត្រីវិញគឺឈឺចុកចាប់នៅពេលដែលមករដូវ menstrual cramp ឈឺចុកចាប់នៅផ្នែកពោះមុនឬក៏ក្រោយពេលមករដូវចំណុចមួយទៀតគឺតាក់ទងជាមួយនឹង kidney stone គឺគ្រោះនៅក្នុងថ្មងនោមគ្រោះនៅក្នុងតម្រងនោមនេះគឺឲ្យអ្នកជំងឺឈឺចុកចាប់ខ្លាំងនៅចំហៀងផ្នែកខាងឆ្វេងឬខាងស្ដាំបន្ទាប់មកវាចាក់ចុះមកម្ដុំនៅចង្កេះឬនៅកលៀតផ្លូវនេះតែម្ដងដែលឲ្យអ្នកជំងឺស្រែកខ្លាំងពេលខ្លះអាចឲ្យចង់ក្អួតឬក៏មានអាការៈក្អួតផងដែរចំណុចមួយទៀតគឺតាក់ទងជាមួយទៅនឹង ovarian cyst ឬក៏ toxin អញ្ចឹងនៅពេលដែលមានគីសនៅដៃស្បូនឬក៏ដៃស្បូនមានការរមួលអញ្ចឹងនឹងធ្វើឲ្យអ្នកជំងឺឈឺចុកចាប់ខ្លាំងនៅម្ដុំអាងតាគៀកដែលអាចឲ្យអ្នកជំងឺក្អួតឬក៏ឈឺចុកចាប់នោះខ្លាំងមែនទែនហើយបញ្ហាចំណុចមួយទៀតដែលយើងតែងតែជួបជាញឹកញាប់នោះគឺតាក់ទងជាមួយ urinary tract infection នេះគឺភាគច្រើនជួបទៅលើមនុស្សស្រីដែលច្រើនមែនទែននៅពេលដែលគាត់មានឆ្លងជាមួយទៅនឹងពពួក UTI បែបនេះគាត់នឹងមានអារម្មណ៍ថាក្តៅឬក៏កាហាយនៅថ្ងាសនៃផ្នែកពោះរបស់គាត់ហើយពេលខ្លះគឺ
ចុកខ្លាំងមែនទែនចំណុចផ្សេងទៀតគឺតាក់ទងជាមួយទៅនឹងការឈឺចុកចាប់នៅខាងក្នុងពោះនេះអាចបណ្ដាលមកពីខ្លះមកពីសាច់ដុំ muscle strain ដោយសារតែយើងធ្វើលំហាត់ប្រាណខ្លាំងពេកឬក៏ការលើកវត្ថុធ្ងន់ពេកហើយបន្តមកទៀតគឺអាចដោយសារតែ stress ឬក៏ anxiety ក៏វាជាមូលហេតុមួយដែលនាំឲ្យយើងឈឺចុកចាប់នៅខាងក្នុងពោះផងដែរហើយចំណុចមួយទៀតនេះគឺតាក់ទងជាមួយនឹង hernia យើងជួបច្រើនជាងគេទៅលើកូនក្មេងទូចនិងមនុស្សវ័យចាស់ដោយសារតែសាច់ដុំរបស់គាត់ខ្សោយអញ្ចឹងគាត់ងាយឈឺខ្លាំងនៅពេលដែលចាប់ផ្ដើមលើករបស់ធ្ងន់អញ្ចឹងនៅពេលដែលលើករបស់ធ្ងន់សាច់ដុំ detrusor របស់គាត់ចាប់ផ្ដើមខ្សោយវាបិទមិនជិតវាអាចនឹងឲ្យមានការលូនចូលរវាងពោះវៀនចូលមកក្នុងផ្លោកនោមរបស់គាត់ឬក៏វាលូនចេញទៅវិញចុះធ្វើដូចម្ដេចទើបយើងអាចកំណត់រោគវិនិច្ឆ័យនិងធ្វើការព្យាបាលឲ្យបានត្រឹមត្រូវទី1ដើម្បីកំណត់រោគវិនិច្ឆ័យឲ្យបានត្រឹមត្រូវគឺយើងត្រូវធ្វើតាក់ទងជាមួយនឹងធ្វើ physical examination ទៅការពិនិត្យហើយធ្វើការបូមឈាម blood test យើងរកមើលទៅលើ ultrasound ទៅលើសរីរាង្គនៅខាងក្នុងពោះមានលទ្ធភាពអ្នកជំងឺអាចបន្តឈានរហូតទៅដល់ការធ្វើ CT scan ឬក៏ endoscopy ផងដែរចំពោះការព្យាបាលនៅក្នុងករណីស្រាលអ្នកជំងឺគ្រាន់តែសម្រាប់ផ្ដល់ជាតិទឹកឲ្យបានគ្រប់គ្រាន់ដោយថ្នាំបន្ថយអាស៊ីតឬក៏ប្រើថង់ស្អំដើម្បីបន្ថយការឈឺចុកចាប់នេះគឺជាការប៉ុន្តែបើសិនបើករណីមានមេរោគឆ្លងចូលទៅវិញយើងនឹងអាចប្រើទៅឈានទៅដល់ការថ្នាំ antibiotic ហើយនៅក្នុងករណីធ្ងន់ធ្ងរអាចរហូតទៅដល់ធ្វើការវះកាត់ផងដែរនៅក្នុងករណីអ្នកជំងឺគាត់មាន perforation ឬក៏ការរលាកផ្នែកពោះវៀនអញ្ចឹងទាំងអស់នេះគឺជាការឈឺចុកចាប់នៅខាងក្នុងពោះដែលបណ្ដាលមកពីមូលហេតុមួយចំនួនដែលនាំឲ្យមានការឈឺចុកចាប់នៅខាងក្នុងពោះបើសិនបើលោកអ្នកឬក៏កូនរបស់លោកអ្នកមានបញ្ហាអាការៈណាមួយដូចដែលខ្ញុំបានរៀបរាប់នៅចំណុចខាងលើនេះសូមអ្នកទាំងអស់គ្នាប្រញាប់នាំគាត់ទៅជួបជាមួយទៅនឹងគ្រូពេទ្យដើម្បីឲ្យគេធ្វើការបែងចែករោគវិនិច្ឆ័យឲ្យបានត្រឹមត្រូវនិងទាន់ពេលវេលាបើសិនបើអ្នកទាំងអស់គ្នាទើបតែមើលនៅក្នុង channel របស់ខ្ញុំនេះទេសូមមេត្តាជួយ subscribe នៅ channel របស់ខ្ញុំដើម្បីទទួលបានចំណេះដឹងទាក់ទងជាមួយទៅនឹងបញ្ហាសុខភាពអំពីវិធីបង្ការនិងការពារជំងឺផ្សេងៗនិងមួយចំនួនទៀតដែលខ្ញុំបានចែកជូនហើយនៅក្នុងវីដេអូនេះគឺយើងមកដល់ទីបញ្ចប់ហើយក៏សូមអរគុណលោកអ្នកដែលបានចំណាយពេលតាមដានវីដេអូរបស់ខ្ញុំបាននៅពេលនេះខ្ញុំសូមអរគុណសូមជម្រាបលា